សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំយករឿងនិទានមកចែករំលែកដល់បងប្អូនជាការពិចារណាដើម្បីការរស់នៅបច្ចុប្បន្នការរស់នៅដោយទៀងត្រង់ការរស់នៅដោយមានការពិចារណាឲ្យដឹងថាអ្វីខុសអ្វីត្រូវនៅខ្ញុំលើករឿងនិទានតាក់ទងនឹងសត្វឥន្ទ្រីនិងក្រពើដណ្ដើមដំរីគ្នាមានសត្វឥន្ទ្រីមួយគាត់នៅនឹងកោះនៅក្នុងកោះហ្នឹងគឺមានក្រពើនៅនឹងដែរហើយគាត់សត្វឥន្ទ្រីហ្នឹងគាត់តែងតែទៅពំដំរីនៅត្រីសមុទ្រម្ខាងយកមកឆេះនៅក្នុងលើកោះហ្នឹងឯងតែថ្ងៃមួយគឺសត្វក្រពើហ្នឹងគឺចង់បានសត្វដំរីហ្នឹងបរិភោគដោយស្រួលមិនចាំបាច់ទៅយកដោយគេគឺដណ្ដើមសត្វដំរីហ្នឹងបរិភោគស្រួលចង់បានរបស់ដែលស្រួលស្រាប់ដល់ពេលថ្ងៃមួយគឺសត្វឥន្ទ្រីទៅពំសត្វដំរីមកហូបនៅនឹងជារាល់ដងអញ្ចឹងថ្ងៃមួយគឺក្រពើហ្នឹងគេចាញ់ពីរូងទៅគេទៅថាមិនដំរីហ្នឹងមកដណ្ដើមមកលួចយកអាហារគេអញ្ចឹងសត្វឥន្ទ្រីថាធម្មតាខ្ញុំតែមិនយកមកដល់មិញឯងថាឲ្យខ្ញុំនឹងលួចសាច់នេះឯងហូបអាហាររបស់នេះឯងហូបមិនត្រូវអញ្ចឹងទៅឆ្លោះគ្នាការឆ្លោះគ្នានឹងឯងមិនដាច់ស្រេចក៏ទៅប្តឹងដល់តាបោះហ្នឹងឲ្យតាបោះហ្នឹងកាត់ក្តីឲ្យកាត់ក្តីថាតើអ្នកណាជាអ្នកឈ្នះអ្នកណាប្រកែកគ្នាទៅវាអត់ឈ្នះចាញ់រួចឈ្នះចាញ់បានទៅរោគតាបោះកាត់ក្តីទៅបានសត្វក្រពើថាខ្ញុំហ្នឹងគឺយកដំរីមកខំយកមកបរិភោគហើយសត្វឥន្ទ្រីហ្នឹងមកដណ្ដើមមកយកអញ្ចឹងទៅសត្វឥន្ទ្រីថាអត់ទេខ្ញុំបានដណ្ដើមផននេះឯងទេគឺខ្ញុំទៅពំយកពីត្រីសមុទ្រម្ខាងទេយកមកបរិភោគហើយអ្នកឯងចេញមកពីរូងហើយមកថាខ្ញុំនឹងឯងលួចចំណីរបស់នេះឯងតែរបស់នោះគឺគាត់កាក្តីចង់រកភាពយុត្តិធម៌ដល់ឲ្យសត្វទាំងពីរហ្នឹងតែរបស់គាត់ពនិតសាកសពដំរីទៅឃើញតែស្នាមកញ្ញាំជើងឥន្ទ្រីហើយមើលទៅគឺស្នាមជើងឥន្ទ្រីហើយនឹងជើងឥន្ទ្រីគឺដូចគ្នាហើយដល់ពេលតើស្នាមថ្មិញក្រពើគឺវាអត់មានទេទៅតាបោះនឹងកាត់ក្តីឲ្យសត្វឥន្ទ្រីនឹងឯងឈ្នះក្រពើនឹងក៏ចាញ់ទៅនេះកន្លែងនេះដែលខ្ញុំយកមកដើម្បីពិចារណាពេលដែលយើងធ្វើជាមេដឹកនាំគេឬក៏យើងធ្វើជាអ្នកកាត់ក្តីគេគឺយើងឲ្យស្គាល់អ្វីខុសអ្វីត្រូវចេះតែចាប់មនុស្សទៅខុសត្រូវគឺអត់ដឹងដល់ពេលប្រជាពលរដ្ឋស្រែកខ្លាំងនិយាយខ្លាំងរិះគន់ខ្លាំងបានលេងប្រជាពលរដ្ឋមកវិញនេះគឺជាចំណុចមួយដែលយើងឯងធ្វើការងារអ្នករៀនធំដុំប្រព័ន្ធណៃតែអត់ដឹងថាខុសនឹងត្រូវកាត់ក្តីឲ្យគេគឺងប់ងល់បើថាកាត់ក្តីបែបនឹងតណ្ដែលហើយបើចាញ់ប្រជាពលរដ្ឋតណ្ដែលហើយយើងទៅរៀនដើម្បីអីបើរៀនមកអត់គិតថាអ្វីខុសអ្វីត្រូវផងហ្នឹងយើងអត់ឲ្យតម្លៃផងហ្នឹងហើយបើរៀនមកល្ងងបែបល្ងងតណ្ដែលវិនិច្ឆ័យបែបល្ងងតណ្ដែលឬក៏វិភាគបែបល្ងងតណ្ដែលហើយយើងរៀននឹងបានប្រយោជន៍អីមកបើយើងវិនិច្ឆ័យបែបល្ងងតណ្ដែលហ្នឹងខ្ញុំចង់លើករឿងនេះមកនិយាយដើម្បីអប់រំបងប្អូនកុំឲ្យការរៀនឲ្យនៅតែក្នុងសភៅខ្ញុំចង់ឲ្យបងប្អូនរៀនហើយយកមកពិចារណារៀនហើយយកមកវិភាគរៀនហើយយកមកអនុវត្តនៅក្នុងសង្គមយើងបច្ចុប្បន្នកាត់ក្តីគឺវាអត់ត្រូវណាអ្នកខុសទៅត្រូវអ្នកត្រូវទៅខុសអញ្ចឹងទៅការវិនិច្ឆ័យអញ្ចឹងបែបនឹងយូរទៅធ្វើឲ្យក្នុងសង្គមនេះគ្មានភាពយុត្តិធម៌ទេអញ្ចឹងអត់មានអ្នកណាមួយជឿទៅក្នុងការកាត់ក្តីឬក៏ជឿទៅនៅក្នុងការអ្នកធំមួយគឺធ្វើឲ្យប្រជាពលរដ្ឋលែងជឿលែងទុកចិត្តដោយសារអីដែលសារតែអ្នកដឹកនាំខ្លះគឺយកតែទឹកលុយខ្លួនឯងខុសហើយអាងទឹកលុយខ្លួនឯងខុសហើយធ្វើខ្លួនឯងនឹងត្រូវ